សួស្តីអ្នកនរគ្នាចូលជាមួយខ្ញុំនៅវីដេអូថ្មីដែលខ្ញុំបានហៀងថ្ងៃនេះដែរខ្ញុំនឹងលើកយកមូលហេតុមួយចំនួនដែលអ្នកនរគ្នាគិតថាឲ្យតអ្នកនរគ្នា focus ឬក៏ផ្ដោតអារម្មណ៍ក្នុងការរៀនសូត្រតអ្នកនរគ្នាធ្វើអត់សូវបានល្អទេឬក៏អ្នកនរគ្នាខំប្រឹងផ្ដោតអារម្មណ៍ស្ដាប់លោកគ្រូអ្នកគ្រូតែអ្នកនរគ្នានៅតែធ្វើអត់សូវបានល្អឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាហើយសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងមកប្រាប់ថាហេតុអ្វីបានជាសិស្សមួយចំនួនគឺគាត់ខំប្រឹងផ្ដោតអារម្មណ៍នៅការរៀនសូត្រតែគាត់មានបញ្ហាបន្តិចបន្តួចហើយគាត់ផ្ដោតទៅអត់សូវទទួលបានផលឬក៏គាត់មានផលមួយចំនួនដែលគាត់ខំប្រឹងហើយអត់សូវបានប្រយោជន៍អញ្ចឹងហើយនេះគឺជាមូលហេតុមួយចំនួនដែលសិស្សមួយចំនួនតែងតែជួបប្រទះនៅពេលដែលពួកគាត់កំពុងតែផ្ដោតអារម្មណ៍ក្នុងការរៀនសូត្រហើយគាត់ធ្វើវាអត់សូវបានល្អទេខ្ញុំនឹងមកដោះស្រាយចំណុចទាំងអស់ហ្នឹងដែលប្រាប់ឲ្យអ្នកទាំងអស់គ្នាកែដោយមានចំណុចប៉ះពាល់ដល់អ្នកទាំងអស់គ្នាមួយចំនួនដោយចំណុចទី1នោះគឺអ្នកទាំងអស់គ្នាគេអត់សូវបានគ្រប់គ្រាន់ឬក៏គេអាចហៅថា lack of sleeping អាចចំណុចមួយនឹងហើយគឺពេលខ្លះអ្នកទាំងអស់គ្នាចូលគេងយឺតឬក៏អ្នកទាំងអស់គ្នានៅជក់លេងទូរស័ព្ទអីចឹងអ្នកទាំងអស់គ្នាចូលគេងអត់សូវបានគ្រប់គ្រាន់កាលណាដែលអ្នកទាំងអស់គ្នាគេងអត់សូវបានគ្រប់គ្រាន់ទេអញ្ចឹងអាការផ្ដោតអារម្មណ៍របស់យើងហ្នឹងក៏វាអន់ថយទៅតាមនឹងដែរពីព្រោះដូចយើងបានដឹងហើយកាលណាដែលយើងដេកបានច្រើនគឺយើងមានកម្លាំងគ្រប់គ្រាន់ដោយខ្លួនប្រាណយើងបានសម្រាកច្រើនអញ្ចឹងយើងមានកម្លាំងក្នុងការផ្ដោតអារម្មណ៍ក្នុងការរៀនហើយបើសិនជាយើងអត់សូវបានគេងទេគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាធុញថប់ឬក៏ជាពិសេសអ្នកនរគ្នាមានអារម្មណ៍ថាងួយគេងអញ្ចឹងអ្នកនរគ្នាផ្ដោតលើការសិក្សាមិនសូវបានល្អទេហើយសម្រាប់ចំណុចទី2ដែលខ្ញុំនឹងលើកយកមកនិយាយនឹងគឺ distraction ឬក៏គេហៅថាការរំខានហ្នឹងដូចអ្នកនរគ្នាដឹងហើយនៅក្នុងថ្នាក់រៀនយើងអង្គុយចិត្តពួកម៉ាក់ឬក៏អង្គុយចិត្តអ្នកលេងមួយគ្នាអញ្ចឹងគឺវាធ្វើឲ្យយើងផ្ដោតអារម្មណ៍នឹងការរៀនសូត្រហើយនឹងផ្ដោតអារម្មណ៍ទៅការស្ដាប់សម្ដីរបស់លោកគ្រូអ្នកគ្រូអត់សូវបានច្រើនទេពីព្រោះយើងនៅជក់លេងឬក៏យើងមានអារម្មណ៍ថាយើងអត់ចង់ស្ដាប់គាត់អីអញ្ចឹងណាហើយអាចចំណុចសំខាន់មួយទៀតគឺទូរស័ព្ទអា notification ទូរស័ព្ទហ្នឹងណាគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាមានតែគេកំពុងឆាតមកយើងឬក៏មានតែគេកំពុងតេរយើងអីអញ្ចឹងយើងព្យាយាមយកទូរស័ព្ទនឹងទុកឲ្យឆ្ងាយពីខ្លួនយើងឬក៏ដាក់វា in silent mode ពីព្រោះrule នៅសាលាមួយចំនួនគឺគាត់ឲ្យដាក់ទូរស័ព្ទយើង in silent mode ដាក់វាបិទសំឡេងកុំឲ្យវាឮដល់អ្នកដទៃឬក៏រំខានដល់អ្នកដទៃដែលគេរៀននៅក្បែរយើងអញ្ចឹងកាលណាយើងបិទវាបានវាក៏អាចជួយយើងបានដែរដោយយើងរៀនទៅយើងអត់សូវខ្វាយខ្វល់ពីទូរស័ព្ទគឺយើងផ្ដោតអារម្មណ៍លើតែការរៀនមួយឯងហើយចំណែកឯចំណុចទី3ដែលខ្ញុំលើកយកមកនិយាយនោះគឺមានអារម្មណ៍ថាអត់មានអ្នកលើកទឹកចិត្តឬក៏ feeling unmotivated ពេលដែលអ្នកនរគ្នាមានអារម្មណ៍ថាអត់មាន unmotivated ហើយគឺអ្នកនរគ្នាមានអារម្មណ៍ថាអត់ចង់រៀនឬក៏អ្នកនរគ្នាខ្វះការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនជាពិសេសគឺក្រុមគ្រួសារឬក៏បងប្អូនអាហ្នឹងជាចំណុចមួយណាគេក៏ធ្លាប់ជួបដែរមិនថាម៉ាក់ប៉ាគាត់អត់ចង់លើកទឹកចិត្តយើងឬក៏អីទេពីព្រោះពេលខ្លះគាត់អាចនឹងរវល់គាត់អាចនឹងអត់សូវមានពេលនៅជាមួយយើងបានដិតដល់អញ្ចឹងយើងព្យាយាមលើកទឹកចិត្តខ្លួនឯងយើងគិតថាខ្លួនឯងអាចធ្វើបានអ្វីក៏ដោយតែយើងខំហើយគឺយើងអាចធ្វើបានអញ្ចឹងយើងក៏មានអារម្មណ៍ថាបាក់ទឹកចិត្តក្នុងការធ្វើវាទោះឪពុកម្ដាយឬក៏អ្នកជុំវិញខ្លួនអត់សូវលើកទឹកចិត្តយើងក៏ដោយយើងត្រូវគិតថាបើសិនជាពួកគាត់មានពេលមកនិយាយមួយយើងក៏គាត់លើកទឹកចិត្តយើងឲ្យយើងធ្វើវាហើយគាត់ក៏ថាយើងធ្វើបានល្អអីអញ្ចឹងយើងត្រូវគិតផលអវិជ្ជមានលើពួកគាត់យើងកុំគិតថាវាជាផលអវិជ្ជមានដែលពួកគាត់គិតមកលើយើងអញ្ចឹងហើយនេះគឺជាចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដល់ពេលដែលអ្នកទាំងអស់គ្នាកំពុងតែផ្ដោតអារម្មណ៍ចង់រៀនសូត្រតែអ្នកទាំងអស់គ្នាធ្វើអត់សូវបានល្អទេអញ្ចឹងអ្នកទាំងអស់គ្នាអាចយកកំណត់ទាំង3ហ្នឹងយកទៅដោះស្រាយវាបានល្អជាងមុនឬក៏ស្ដាប់តាមកំណត់របស់ខ្ញុំឬក៏ហើយអ្នកទាំងអស់គ្នាក៏គិតថាចំណុចទាំង3ហ្នឹងគឺអាចនឹងប៉ះពាល់ដល់អ្នកទាំងអស់គ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងយកកំណត់ហ្នឹងទៅគិតសារឡើងវិញហើយត្រូវជៀសឆ្ងាយពីកំណត់ទាំងអស់ហ្នឹងគឺអាចធ្វើឲ្យអ្នកទាំងអស់គ្នាផ្ដោតអារម្មណ៍នឹងការសិក្សាបានកាន់តែល្អជាងមុនហើយនេះហើយគឺជាអ្វីដែលខ្ញុំចង់មកចែកម្លែកប្រាប់អ្នកទាំងអស់គ្នាដើម្បីដោះស្រាយនៅការផ្ដោតអារម្មណ៍នឹងការរៀនសូត្ររបស់យើងហើយជាចុងក្រោយវីដេអូខ្ញុំក៏ឈានដល់ទីបញ្ចប់ហើយក៏សំខាន់ថាអភ័យទោសរកកំហុសដែលខ្ញុំបាននិយាយទៅខុសហើយបើសិនជាអ្នកអត់ទាន់ចុច like និង subscribe វីដេអូខ្ញុំខាងក្រោមទេសូមកុំភ្លេចជួយចុច like និង subscribe វីដេអូខ្ញុំម្នាក់មួយហោជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ